Giấy men mong nè từng ngọc kia là cái miên co mà nhung xong chơi co tích sần nè chặt cụ ạc mau các bọt chết tật đây của màn các ba nè đã cho nó co sần đấy tăng pi bờ tây chết Campuchia thời kia đụng lộp bằng tiền cái liên tiền là hốt đọc tụ sòng kriêm tụ ở vốn nè mau của màn các ba nơi cài bờ tây nè nhung ăn miên khơi ao miên sợi chết bật chảo đòi bờ tây chết Campuchia nângប្រជាជន Campuchia សោះហ្មងអត់អាលេងឥឡូវបងប្អូនពុកម៉ែជួយបញ្ជាក់តិចមើលតែអាខ្មោចប្រហែលក្បាលតាសំរងស៊ីនេះវាមានប្រយោជន៍អីខ្លះដល់ប្រទេសជាតិឥឡូវគិតមើលតាំងពីគេឈ្លានពានរហូតមកដល់ថ្ងៃនេះ27ខែធ្នូនេះថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលបងពូអ៊ំវីរៈកងទ័ពដែលពាក់លីដែលខំការពារដែនអធិបតេយ្យភាពការពារអាយុជីវិតប្រជាជននិងប្រទេសជាតិមកដល់ពេលនេះសួរថាអាខ្មោចក្បត់ជាតិទឹកដីនៅក្រៅប្រទេសនេះមានស្អីដែលជាប្រយោជន៍ដល់ប្រទេសជាតិបន្តិចអត់ឥឡូវបងប្អូនសាកមើលខ្ញុំនិយាយមែនវាអត់ប្រយោជន៍សោះហ្មងគេតាំងពីគេឈ្លានពានយើងតាំងពីអើយមករហូតខ្ញុំមិនដែលឃើញអាក្រុមខ្មោចអស់នេះវាចេញស្អីឲ្យមានប្រយោជន៍ការពារប្រទេសជាតិបន្តិចសោះប៉ុន្តែអារឿងកោតទោសមករាជរដ្ឋាភិបាលសម្ដេចទាំងទ្វេវិញដោយ status ដែលវាសរសេរដែលខ្ញុំបង្ហាញនេះអញ្ចឹងណាចង់អាគេឈ្លានពានហេតុអីមិនហ៊ានខ្មើជាមួយគេពូម៉ាក់ផ្ទះលេខ2ហ៎តែគេមកឈ្លានពាននេះហេតុអីមិនហ៊ានខ្មើជាមួយគេអាហ្នឹងមកពីអីមើលខ្ញុំនិយាយមែនដល់ពេលកញ្ចាស់ក្បាលចិត្តដល់ដង្ហើមចុងក្រោយហើយវានៅចេញមកភ្លើតណៅទៀតខ្ញុំមិនដឹងនិយាយមិនខ្ញុំនិយាយត្រង់ហើយបងប្អូនចំណាំមើលណាឲ្យតែជាតិយើងបានសុខឬក៏បានរួចផុតជៀសផុតពីសង្គ្រាមណាមួយណាគឺក្រុមពួកអាខ្មោចក្បត់ជាតិទឹកដីនេះហាវានៅអត់សុខទេនេះឲ្យតែវាឃើញនេះប្រទេសកម្ពុជានេះស្អីគេនេះណាឲ្យតែឃើញប្រទេសកម្ពុជាបានសុខសាន្តបន្តិចសាន្តត្រាបន្តិចវានៅអត់សុខទេបងប្អូនណាវាលេងឡាអារបៀបដូចព្រលឹងគេចាក់ឃុំដាក់នៅក្នុងក្អមអញ្ចឹងណាវាចង់ចេញមកក្រៅណាតែវាចេញមិនរួចខ្ញុំអត់ចង់និយាយអីច្រើនទេចាពេលដែលបងកងទ័ពពាក់លីហើយមានដែរអាណិតអាសូរដល់បងវីរៈកងទ័ពកម្ពុជាទេមើលមីសួរបន្តិចប្រជាជនភៀសសឹកជាងកន្លះលានប្រទេសជាងកន្លះលាននេះរាប់សិបម៉ឺននេះក្បាលក្រុមពួកហៃនេះចេញមកជួយអីឲ្យមានប្រយោជន៍ដល់ប្រជាជនភៀសសឹកបន្តិចអត់ណារាជរដ្ឋាភិបាលបងប្អូនប្រជាជនខ្មែររួបរวมសាមគ្គីគ្នាជួយទ្រទ្រង់ដល់បងប្អូនភៀសសឹកបងកងទ័ពក៏អាខ្មោចប្រមាណក្បាលក្រុមអាសំរងស៊ីនេះក៏វាចេញមកទើសដែរណាក៏វាចេញមកមិនពេញចិត្តដែរនៅតែចោតប្រកាន់បងសប្បុរសធម៌អ្នកជំនួយជួយប្រទេសជាតិខ្លួនឯងទៀតនិយាយទៅក្រុមពួកវាបងប្អូនសមណាស់ដែលចាប់ដាក់ចូលក្នុងក្អមកុំឲ្យចេញមកវិញអញ្ចឹងមិនថាមានក្អមអត់ខ្ញុំសុំខ្ចីក្អមបន្តិចពួកវាភ្លាវហើយអត់មានសំណោះទឹកដីទេណាការចំនួនសង្គ្រាមបល័យពូជសាសបាត់ក្បាលឯងបាត់មីអត់ចង់និយាយអីដដែលទេណាផ្ទះលេខ3ឈ្លានពានបាត់ក្បាលឯងបាត់ដល់ផ្ទះលេខ2ឈ្លានពានបាត់ក្បាលឯងបាត់អត់ហ៊ានខ្មើជាមួយនឹងសត្រូវឈ្លានពានទេតែហែងហ៊ានខ្មើខ្លាំងជាមួយនឹងរាជរដ្ឋាភិបាលប្រទេសជាតិខ្លួនឯងហែងធ្វើស្អីគេខ្លះហែងដឹងខ្លួនឯងណាអញអត់ចង់និយាយទេពាក្យអសរុអត់ចង់និយាយហ្មងណាខ្ញុំដឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរគាត់បារម្ភទឹកដីគាត់ខ្លាចបាត់បង់ចុះខ្ញុំនេះដែលជាជនជាតិខ្មែរមួយរូបដែរគិតថាខ្ញុំអត់បារម្ភអត់ខ្លាចបាត់បង់ទឹកដីមិនមែនឬក៏ខ្លាចបាត់បង់ទឹកដីស្នេហាជាតិតែអាខ្មោចពួកឯងប្រហែលក្បាលនៅឯក្រៅប្រទេសនឹងទេមើលតែឆ្លើយតិចមើលអញសួរតែមកសំណួររហូតមកដល់ពេលនេះក្រុមអាខ្មោចឯងបានជួយអីខ្លះមានប្រយោជន៍អីខ្លះដល់ប្រទេសជាតិកម្ពុជាមកដល់ពេលនេះមកនេះឯងឆ្លើយតិចមើលឥឡូវបងប្អូនគិតមើលវាផុសតែ1ម៉ោងមុនហ្នឹងវានៅតែជីស្គីតកណាតែបងប្អូនភៀសសឹកវីរៈបងកងទ័ពប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ខ្នះខ្នែងដើម្បីការពារទឹកដីទីមទាសន្តិភាពណាហើយវាជីស្គីតកសបាយគិតមើលទៅបងប្អូនមានអីដាក់បន្ថែមក្នុងវីដេអូនេះទៅណាហើយបើមានក្អមខ្ញុំខ្ចីក្អមចាប់ក្បាលខ្មោចប្រហែលក្បាលនេះដាក់ចូលក្នុងក្អមសិនកុំឲ្យវាចេញមកលងគេទៅពីពេក